ចុះឆែកមើលប្រព័ន្ធឬខ្មៅឬក៏ជាតិពោសៃរាងឬក៏ឡើងច្រេះដែរអត់ការដាំដុះដំណាំឆ្លាតវៃស្របទៅតាមបម្រែបម្រួលអាកាសធាតុនៅកម្ពុជាឬសួរខ្ញុំមកចនាជាបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនជីសញ្ញាក្បាលក្របីថ្ងៃនេះដែរយើងចុះមកតាមដានស្រែបង្ហាញដែលប្រើប្រាស់ GPO កាល់ស្យូមដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រាំងឃុំពៀនរងស្រុកស្វាយតើខេត្តព្រៃវែងនេះយើងចុះមកតាមដានពិនិត្យមើលប្រព័ន្ធឬតើវាមានជាតិពុលជាតិច្រេះឬក៏រឹសខ្មៅដែរអត់តោះយើងចុះទៅមើលស្រែទាំងអស់គ្នាដកឥឡូវនេះយើងចាប់ផ្ដើមដកមើលប្រព័ន្ធឬឥឡូវយើងមើលឃើញថាប្រព័ន្ធឬវាអត់មានជាតិពុលជាតិច្រេះទេវារឹសស្អាតល្អមើលទៅឬវាធំល្អវាអាចស្រូបសារធាតុចិញ្ចឹមបានច្រើនធ្វើឲ្យដងដើមរឹងមាំវាមិនងាយក្នុងការដួលជីសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់កសិករ